Lexus TZ ស្តង់ដារបងប្អូនស្គាល់ហើយតែថ្ងៃនេះសូមនាំអារម្មណ៍បងប្អូនឲ្យមកស្គាល់ពី TZ 550E ជា model កម្ពុជាក្នុងតកូលរយន្តអគ្គិសនីក្អែក3ជួររបស់ Lexus រយន្ត Lexus TZ 550E ស៊េរីឆ្នាំ2027ជារយន្ត SUV ប្រើប្រាស់អគ្គិសនីសុទ្ធប្រណិតបំពាក់មកជាមួយក្អែក3ជួរដំបូងបង្អស់របស់ Lexus សម្រាប់ TZ 550E បានបំពាក់មកជាមួយកញ្ចក់អាគុយធំជាងមានកម្លាំងសេះខ្លាំងជាងដែលបន្ថែមមកជាមួយការរចនាទំនើបជាង Lexus TZ ស្តង់ដារបាននិយាយពីកម្រិតសមត្ថភាព Lexus TZ 550E ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន2គាំទ្រដល់ប្រព័ន្ធបង្វិលកង់ទាំង4 Direct Force ជាស្តង់ដារអាចផ្លិតកម្លាំងបាន408សេសអាចចុះស្ទុះពីកង់ទ័រ0ដល់100គីឡូម៉ែត្រក្នុង1ម៉ោងប្រើពេលត្រឹមតែ 5.4 វិនាទីសម្រាប់កញ្ចប់អាគុយវិញរយន្តនេះបានបំពាក់មកជាមួយអាគុយទំហំ 95.82 គីឡូវ៉ាត់ម៉ោងសាកថ្មវាពេញអាចបើកបរបានចម្ងាយ530គីឡូម៉ែត្រតាមស្តង់ដារវាស់ចម្ងាយ WLTP និងគាំទ្រដល់ការសាកថ្ម DC Fast Charging កម្លាំង150គីឡូវ៉ាត់អាចសាកពី10ទៅ80%ប្រើពេលប្រហែល35នាទីចំណុចពិសេសរបស់ Lexus TZ 550E គឺបានបំពាក់មកជាមួយប្រព័ន្ធបត់កង់ខាងក្រោយដែលវាអាចបត់បានចន្លោះពី4ទៅ5ដឺក្រេដើម្បីបង្កើនស្ថិរភាពក្នុងការបើកបរនិងផ្ដល់ភាពងាយស្រួលក្នុងការបត់បែននៅទីជើងអៀតដោយសារតែរយន្តនេះបំពាក់មកជាមួយអាគុយទំហំធំនិងកម្លាំងសេះខ្លាំងដូច្នេះវាត្រូវបំពាក់មកជាមួយប្រព័ន្ធជើងក្រោម Adaptive Variable Suspension ដែលត្រូវបានរៀបចំជាពិសេសមានភាពធន់រឹងមាំនិងការឆ្លើយតបជាមួយភាពបត់បែនលឿនជាងមុនជាពិសេសដើម្បីទ្រទម្ងន់រយន្តដ៏ធ្ងន់នេះចំណុចមួយងាយចំណាំ TZ 550E បានបំពាក់មកជាមួយយ៉ានកង់អាលុយមីញ៉ុមទំហំ21ឬ22អ៊ីងផ្ដល់មកជាមួយជម្រើសពណ៌ខាងក្រៅពិសេសបែប Ether Metallic និងលេខបន្ថែមជាមួយដំបូលពណ៌ខ្មៅបែប Two Tone ងាកមកមើលផ្នែកខាងក្នុង TZ 550E បានរចនាជាពិសេសដោយកៅអីជួរទី2ផ្ដល់មកជាមួយជម្រើសកៅអីពូក VIP ដាច់ Daylight មានមុខងារបញ្ជាប្ដូរទីតាំងដោយប្រើថាមពលអគ្គិសនីនិងទម្រជើងបញ្ជាដោយថាមពលអគ្គិសនីហើយបន្ថែមមកជាមួយមុខងារខ្យល់ត្រជាក់ខ្យល់ក្តៅនិងមុខងារម៉ាស្សាលើពីនេះ TZ 550E ក៏បានបំពាក់មកជាមួយឧបករណ៍បំពងសំឡេង Mark Levinson ចំនួន21គ្រាប់ជាស្តង់ដារសម្រាប់ការដាក់លក់រំពឹងថានឹងធ្វើឡើងនៅចុងឆ្នាំ2026ឬដើមឆ្នាំ2027នៅទីផ្សារសហរដ្ឋអាមេរិកនិងទីផ្សារបេក្ខអឺរ៉ុប